Ok, chú dây nè ngóគ្នាជួយជាមួយខ្ញុំភូជាមីទៀតហើយឥឡូវនេះយើងនៅមកបន្តសាច់រឿង Masley Magic and Martial episode ទី6របស់យើងបន្តទៀតចង់និយាយថាភាគនេះ admin មើលហើយខ្សោយឡើងចង់ហៀទឹកភ្នែកហ្មងនិយាយទៅដឹងតែល្អមើលទៀតហើយអញ្ចឹងបើគ្នាយើងមកថ្មីអត់បានមើលភាគមុនទេអាចចូលទៅមើលតាម link playlist ដែល admin ដាក់នៅក្នុង link description ខាងក្រោមនេះបានចំពោះគ្នាយើងដែលអត់បានជួយ subscribe ឲ្យ admin ទេសូមជួយចុចឲ្យ admin ម្នាក់មួយផងបើរួចរាល់ហើយយើងទៅកាន់សាច់រឿងរបស់យើងបន្តទៀតយើងបានដឹងហើយកាលពីភាគមុនថាម៉ាស់និងគ្នារបស់គាត់គឺទៅកម្ចាត់ខ្យាដំរីនៅក្នុងព្រៃសម្រាប់កិច្ចការសាលានៅក្រៅថ្នាក់របស់ពួកគេក៏ប៉ុន្តែមានអាសិស្សឆ្លើយហើយខ្លាំងម្នាក់ឈ្មោះថា Silva ដែលវាមកពីក្រុមលេងបច្ឆកាយចចកបានមករករឿងក៏ដូចជាមកឆ្លោះគ្នាជាមួយនឹងក្រុមគ្នារបស់ម៉ាស់នៅពេលហ្នឹងដែរ Dot កំពុងតែប្រឈមមុខជាមួយនឹងប៉ែ Silva ហ្នឹងហើយក៏ត្រូវបានគេវាយគាត់ត្រូវមួយ skill ផងដែរដោយខោយពីត្រូវមួយ skill របស់ Silva នឹងហើយធ្វើឲ្យ Dot ដឹងថាធម្មពលវេទមន្តរបស់ Silva គឺពិតជាខ្លាំងមែនទែនតែពេលដែល Dot ងាកទៅមើលខាងក្រោយគាត់ឃើញថាម៉ាស់កំពុងតែឈរគាំងនៅនឹងមួយកន្លែងក៏ដោយសារតែម៉ាស់ហ្នឹងខឹងជាមួយនឹង Silva ខ្លាំងពេកពេលឃើញអញ្ចឹងធ្វើឲ្យ Dot គិតថាប្រហែលជាម៉ាស់ហ្នឹងមិនអាចជួយគាត់បាននោះទេមើលទៅហើយ Dot ក៏ចាប់ផ្ដើមគិតថាខ្លួនឯងនឹងត្រូវជួយ Loren ដោយរបៀបណាចំណែកប៉ែ Silva វិញដែលឃើញថា Dot ហ្នឹងអត់អាចធ្វើអីអត់អាចតដៃជាមួយនឹងគាត់បានគាត់ក៏ចាប់ផ្ដើម deal Dot ហ្នឹងថាអាសម្រាមអីអញ្ចឹងទៅបន្ទាប់មកប៉ែ Silva ក៏បានដាក់លក្ខខណ្ឌមួយបើសិនជា Dot ចង់ឲ្យគាត់ហ្នឹងដោះលែងកញ្ញាស្រីស្អាត Loren ដោយប៉ែ Silva ហ្នឹងចង់ឲ្យ Dot ជាមួយនឹងម៉ាស់ស៊ូទ្រាំនៅការវាយប្រហារដោយវេទមន្តរបស់គាត់ម្នាក់5ស្នៀតបើសិនជាអ្នកទាំងពីរស៊ូទ្រាំអត់បាននោះទេគាត់នឹងមិនដោះលែង Loren ឲ្យមានសេរីភាពឡើយមួយវិញទៀត Silva ក៏បានធ្វើតាមច្បាប់ទម្លាប់របស់សាលាផងដែរដោយគាត់បានភ្នាល់កាក់ប្រាក់មួយក្នុងនឹងដូចគ្នាក្រោយពីប្រាប់លក្ខខណ្ឌទៅកាន់ Dot ហើយនឹងម៉ាស់រួច Silva ក៏បានសួរអ្នកទាំងពីរថាតើយល់ព្រមជាមួយនឹងលក្ខខណ្ឌរបស់គាត់ដែរអត់ដោយយល់ថាលក្ខខណ្ឌរបស់ Silva ហ្នឹងវាហួសហេតុខ្លាំងពេក Loren ក៏បានស្រែកប្រាប់ឲ្យ Dot ហ្នឹងកុំទទួលយកលក្ខខណ្ឌហ្នឹងអីពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ក៏ប៉ុន្តែ Dot ក៏បានបង្ហាញពីចំហដ៏រឹងមាំនិងក្លាហានរបស់គាត់ថាគាត់នឹងទទួលយកលក្ខខណ្ឌមួយនេះជាពិសេសគាត់សុខចិត្តទទួលរងការវាយប្រហារ5ដងរបស់ម៉ាស់ថែមទៀតនិយាយទៅគាត់សុខចិត្តយក10ដងម្នាក់ឯងដោយ Dot បាននិយាយថារឿងហ្នឹងវាអត់មានពាក់ព័ន្ធអីជាមួយនឹងម៉ាស់នោះទេឮដូចនេះ Silva ក៏ចាប់ផ្ដើមនិយាយចំអកទៅកាន់ Dot ទៀតហើយថាមនុស្សកាក់ដូចជា Dot ហ្នឹងអាចស៊ូទ្រាំជាមួយការវាយប្រហាររបស់គាត់10ដងបានដែរហ៎មើលទៅដូចជាទៅមិនរួចនោះទេក៏ប៉ុន្តែភ្លាម Dot ក៏បានប្រាប់ឲ្យ Silva ហ្នឹងចាប់ផ្ដើមវាយគាត់រួចយើងក៏បានឃើញថាគ្រាន់តែត្រូវមកស្នៀតដបងហ្នឹងឡើងក្អួតឈាមលុតជង្គង់ចុះទៅដីបាត់ទៅហើយ Dot ក៏ប៉ុន្តែ Dot ក៏ព្យាយាមងើបឡើងវិញរួចស៊ូទ្រាំជាមួយនឹងការវាយប្រហាររបស់ Silva បន្តទៀតរហូតដល់9ដងពេលឃើញដូចនេះធ្វើឲ្យ Loren មានការព្រួយបារម្ភជាមួយនឹង Dot ជាខ្លាំងក៏ប៉ុន្តែម៉ាស់វិញមកឡើងស្មើធម្មតាបន្ទាប់ពីត្រូវបាន Silva វាយគាត់ចំនួន9ដងហើយ Dot ចាប់ផ្ដើមអស់កម្លាំងហើយទ្រង់របួសជាខ្លាំងពេលនោះ Dot ក៏បាននឹកឃើញទៅដល់ការដែល Loren យំដែលធ្វើឲ្យគាត់នឹងអាណិតនាងជាខ្លាំងបន្ទាប់មកក៏បាននិយាយថានៅពេលនេះគាត់ដឹងថាខ្លួនឯងល្ងងដែលឲ្យ Silva វាយក៏ប៉ុន្តែ Dot ក៏សុខចិត្តធ្វើជាមនុស្សល្ងងដែរពីព្រោះគាត់មិនចង់ឃើញទឹកភ្នែកទន់ខ្សោយរបស់មនុស្សស្រីតទៅទៀតនោះទេចំណែកឯ Silva វិញមានការភ្ញាក់ផ្អើលជាមួយនឹង Dot ជាខ្លាំងក៏ព្រោះថាពេលនេះ Dot អាចទប់នៅការវាយរបស់គាត់រហូតដល់តែ9ដងដូចនេះ Silva ក៏បានប្រើវេទមន្តដ៏ធំរបស់គាត់ចុងក្រោយនឹងវាយប្រហារទៅលើ Dot ជាលើកចុងក្រោយកុំឲ្យ Dot ងើបឡើងមកវិញរួចទៀតពេលដែល Dot បានស៊ីមួយ skill ចុងក្រោយហ្នឹងយើងឃើញថា Dot ប៉ើងស្ទុយស្លាប់ឆឹងតែម្ដងប៉ុន្តែបានបន្តិចស្រាប់តែ Dot ហ្នឹងងើបឡើងវិញដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងពេលហ្នឹង Dot ក៏បានព្យាយាមដើរបន្តិចសំដៅទៅកាន់ Silva ដើម្បីប្រាប់ឲ្យ Silva ហ្នឹងគោរពសន្យារបស់គេមិនបានប៉ុន្មានផង Dot ក៏បានដួលទៅវិញនិយាយទៅចេះប្រេងទៀតសាំហ្មងពេលហ្នឹងធ្វើឲ្យ Silva រៀងភ័យដែរហ្នឹងណាក៏ប៉ុន្តែយើងឃើញហើយថា Dot មិនអាចស៊ូទ្រាំជាមួយនឹងការវាយប្រហារចុងក្រោយទី10របស់ Silva ហ្នឹងទេយើងក៏លេចមកមើលម៉ាស់ឯនេះវិញមកមើលកសែភ្នែកគាត់មើលទៅក្តៅដូចបាយពុះចឹងទាំងបិចម៉ែចាំមើលអាប៉ែ Silva ហ្នឹងតិចទៀតចំណែកឯ Dot វិញប្រឹងនិយាយទាំងខ្លួនគាត់មានរបួសប្រាប់ឲ្យម៉ាស់ហ្នឹងនាំ Loren រត់ចេញពីទីនេះទៅប៉ុន្តែភ្លាមនោះ Loren ក៏ស្រាប់តែរត់ទៅខាង Silva វិញនិយាយទៅចិត្តរេរាដូចចុងស្រោអញ្ចឹងឲ្យតែខាងណាខ្លាំងគឺទៅខាងហ្នឹងដោយ Loren បាននិយាយឌីលឌឺដងឌៀមដាមទៅកាន់ Dot ថែមទៀតថា Dot ហ្នឹងគឺជាមនុស្សល្ងងខ្លាំងមែនតែនហើយថានាងមិនចូលចិត្តមនុស្សដែលមានចរិតតួឯកដូចជា Dot ហ្នឹងទេបន្ទាប់ពីឮពាក្យសម្ដី deal ទៅកាន់ Dot របស់ Loren ហើយធ្វើឲ្យ Silva នឹងសប្បាយចិត្តនិងអស់សំណើចជាខ្លាំងហើយ Silva ក៏បានសួរទៅកាន់ Dot ថាមានអារម្មណ៍មិនដែរនៅពេលដែលមនុស្សស្រីដែលខ្លួនឯងនឹងតាំងចិត្តជួយតែចុងក្រោយបែរជាមក deal ខ្លួនចឹងវិញ
នៅពេលដែលស៊ីលវ៉ាកំពុងតែសើចចំអកហេហែសប្បាយចិត្តហ្នឹងភ្លាមនោះក៏មាននំគ្រីមផាម៉ាដុំហោះមកចូលកដាលមាត់របស់ស៊ីលវ៉ាដែលធ្វើឲ្យគាត់ហ្នឹងស្ងាត់មាត់ឆឹងតែម្ដងបន្ទាប់មកម៉ាស់ក៏បានដើរសម្ដៅទៅកាន់ស៊ីលវ៉ាដោយចង្អុលមុខគេហើយម៉ាស់ក៏បាននិយាយថាដល់វេនដែលស៊ីលវ៉ាហ្នឹងត្រូវស៊ូទ្រាំជាមួយនឹងកំដាប់ដៃទាំង10ដៃរបស់គាត់វិញហើយមើលមុខអាប៉ែស៊ីលវ៉ាឡើងគៀងហ្មងណាស្របពេលជាមួយគ្នានឹងដែរនៅឯខាងក្រោន Finn ជាមួយនឹង Lemon ឯនេះវិញក្រោយពីកំចាត់ខ្យាដំរីមួយបានហើយក្រោនក៏បានថ្លែងពីការបារម្ភរបស់គាត់ទៅកាន់ Max ប្រាប់ទៅកាន់ Lemon ហើយនិង Finn ក៏ប៉ុន្តែអ្នកទាំងពីរក៏បានប្រាប់ក្រោនថាមិនបាច់ឲ្យបារម្ភទេ Max ហ្នឹងខ្លាំងសឹងអីហ្នឹងដោយយើងដឹងស្រាប់ហើយការ Max ប្រឡងចូលរៀនដំបូងនៅវិញ្ញាសាផ្លូវវែងហ្នឹង Max បានយកឈ្នះ Lucy លើសពីនេះ Max បានវាយគ្នាជាមួយនឹងគ្រូយុករងថែមទៀតនិយាយទៅ Lemon ហើយនិង Finn ហ្នឹងគិតថាបើធំសិស្សដូចគ្នាហ្នឹងគឺកាកណាស់សម្រាប់ Max ហ៎ទោះបីជាក្រោនដឹងថាម៉ាស់ខ្លាំងដូចនេះក៏ដោយក៏គាត់នៅតែមានការបារម្ភជាមួយនឹងម៉ាស់ដោយក្រោនបានបញ្យល់ទៅកាន់ Lemon ហើយនិង Finn ថាថាមពលវេទមន្តគឺមានភាពខុសៗគ្នាដោយវេទមន្តពណ៌សគឺប្រើសម្រាប់បង្រៀនក៏ដូចជា support នៅវេទមន្តដទៃទៀតរីឯវេទមន្តពណ៌ក្រហមវិញគឺប្រើសម្រាប់ការប្រយុទ្ធដោយនេះកន្លងមកម៉ាស់គឺបានប្រឈមមុខជាមួយតែអ្នកប្រើប្រាស់វេទមន្តពណ៌សនោះទេក៏ប៉ុន្តែឥឡូវនេះម៉ាស់អាចនឹងប្រឈមមុខជាមួយនឹងអ្នកប្រើវេទមន្តពណ៌ក្រហមជាពិសេសគេមានស្នាមវេទមន្ត2ឆ្នោតថែមទៀតដោយហេតុនេះក្រោនគិតថាអ្នកទាំងអស់នោះអាចនឹងខ្លាំងជាងម៉ាស់ឬក៏អាចស្មើម៉ាស់ក៏ថាបានដែរបកមកខាងម៉ាស់ឯនេះវិញនៅពេលដែលស៊ីលវ៉ាឮសម្ដីដែលថាម៉ាស់នឹងចង់ចលែង10ដៃជាមួយនឹងគាត់យើងឃើញថាស៊ីលវ៉ាអាចបានខ្វល់ខ្វាយជាមួយនឹងម៉ាស់នោះទេផ្ទុយមកវិញស៊ីលវ៉ាក៏បានទៅធ្វើបាបក៏ដូចជាមើងងាយដតបន្ថែមទៀតដោយស៊ីលវ៉ាបានចាប់ក្បាលរបស់ដតដើម្បីយកមកជូតស្បែកជើងរបស់គេពេលនោះម៉ាស់ក៏បានស្ទុះទៅវាយស៊ីលវ៉ាដោយប្រើកំដាប់ដៃរបស់គាត់ភ្លាមក៏ប៉ុន្តែស៊ីលវ៉ាក៏បាន reflect ទាន់ហើយប្រើវេទមន្តដៃរបស់គាត់ counter ទៅកាន់ម៉ាស់ភ្លាមដែលធ្វើឲ្យមុខរបស់ម៉ាស់ហ្នឹងដាច់អស់មួយឆ្នោតថែមទៀតពេលឃើញម៉ាស់ត្រូវរបួសអញ្ចឹងអាប៉ែស៊ីលវ៉ាហ្នឹងចាប់ផ្ដើមចេញអំណួរទៀតហើយដោយគេនិយាយថាគ្មាននរណាម្នាក់នឹងអាចយកឈ្នះគេបាននោះទេពីព្រោះមានតែគេម្នាក់គត់នៅក្នុងឆ្នាំទី1អាចរកកាក់មាសបានរហូតដល់2ជាពិសេសគ្រប់សិស្សដែលនៅចំនួនជាមួយគ្នាគ្មាននរណាម្នាក់ដែលមានធម៌ពលវេទមន្តខ្លាំងជាងគាត់នោះទេបន្ទាប់ពីនិយាយរួចស៊ីលវ៉ាក៏បានប្រើវេទមន្តដែករបស់គាត់ហ្នឹងវាយប្រហារទៅកាន់ម៉ាស់ជាច្រើនស្នៀតបន្ទាប់ពីត្រូវប្រមាណស្នៀតរបស់ស៊ីលវ៉ាហ្នឹងហើយម៉ាស់ក៏ចាប់ផ្ដើមក្តៅម៉ាស៊ីនរួចម៉ាស់ក៏ចាប់ផ្ដើមប្រើវេទមន្តរបស់គាត់វិញនិយាយទៅម៉ាស់អត់ចេះប្រើវេទមន្តទេតែគាត់ចេះតែនិយាយចឹងទៅដោយម៉ាស់បានហៅ skill ការវាយរបស់គាត់នឹងថាជាវេទមន្តកំដាប់ដៃ500 stakeពេលឮដូចនេះអាប៉ែស៊ីលវ៉ាចាប់ផ្ដើមអស់សំណើចពីព្រោះគេអាចដែលឮវេទមន្តណាមានឈ្មោះចម្លែកចឹងនោះទេបន្ទាប់មកអាប៉ែស៊ីលវ៉ាក៏ចាប់ផ្ដើមបើក spell វាយប្រហារទៅកាន់ម៉ាស់បន្តទៀតនៅពេលហ្នឹងម៉ាស់ក៏បានកិច្ចក៏ដូចជាវាបំបែកវេទមន្តដែករបស់អាប៉ែស៊ីលវ៉ាហ្នឹងបានយ៉ាងអែមតែម្ដងរួចម៉ាស់ក៏បានដាក់អាប៉ែស៊ីលវ៉ានៅម្ដាយចំកណ្ដាលមុខលើប៉ើងស្ទុយឡើងចង់100ម៉ែត្រនៅពេលដែលអាប៉ែស៊ីលវ៉ាហ្នឹងងើបឡើងវិញយើងឃើញថាគេឈាមច្រមុះផងឈាមមាត់ផងមើលទៅគួរអាណិតខ្លាំងមែនតែនរីឯម៉ាស់វិញក៏បានដើរសម្ដៅទៅកាន់អាប៉ែស៊ីលវ៉ាហ្នឹងទៀតហើយក៏ដាប់ដៃឡើងចេញទៅសៃលបប៉ុណ្ណាណីឃើញអញ្ចឹងស៊ីលវ៉ាក៏បានប្រើវេទមន្តរបស់គេដើម្បីការពារខ្លួនក៏ប៉ុន្តែមិនទាន់នោះទេពេលនោះម៉ាស់ក៏បានយាដៃរបស់គាត់មួយទំហឹងវាយចំធុងទឹករបស់ស៊ីលវ៉ាដែលធ្វើឲ្យស៊ីលវ៉ាហ្នឹងឃ្លីក្បួតចេញឈាមគៀងនៅមួយកន្លែងធ្វើឲ្យលែងកើតបន្ទាប់មកម៉ាស់ក៏បានដើរសម្ដៅទៅកាន់ស៊ីលវ៉ាម្ដងទៀតហើយសួរថាតើស៊ីលវ៉ាហ្នឹងអាចទ្រាំទ្រកំដាប់ដៃទី3របស់គាត់បានអត់ពេលឮដូចនេះធ្វើឲ្យស៊ីលវ៉ាភ័យឡើងញ័រផ្លោកអស់ហើយក៏គិតថាបើសិនជាត្រូវមកដៃរបស់ម៉ាស់ទៀតច្បាស់ជាងាប់ជាមិនខានទេកំពុងតែគិតរកវិធីកុំឲ្យស៊ីកំដាប់ដៃរបស់ម៉ាស់ទៀតហ្នឹងភ្លាមនោះក៏ស្រាប់តែមានខ្យាដំរីយក្សដ៏ខ្លាំងក្លាមួយដែលមានតម្លៃស្មើនឹងកាក់ប្រាក់មួយហ្នឹងបានបង្ហាញខ្លួននៅទីនោះផងដែរពេលឃើញដូចនេះធ្វើឲ្យស៊ីលវ៉ាគិតថាវាគឺជាឱកាសល្អសម្រាប់គេក្នុងការរត់នៅពេលដែលម៉ាស់ហើយនឹងខ្យាដំរីហ្នឹងវាយគ្នាក៏ប៉ុន្តែមានណាម៉ាស់ក៏បានកវាសម្ដៃផាំងអាខ្យាដំរីហ្នឹងហោះឡើងទៅលើស្ទុយបាត់សម្ោឆឹងហើយថែមទាំងធ្លាក់អាត្បូងដែលនៅលើក្បាលវាសម្រាប់ដោះដូរយកកាក់ថែមទៀតដោយម៉ាស់បាននិយាយទៅកាន់អាខ្យាដំរីហ្នឹងថាកុំមកញ៉ៃញ៉ៃមួយគាត់កំពុងតែវល់បដៅក្មេងឆ្លើយងាប់ហើយម៉ាស់លេងមកក្បាច់នេះក្តីសង្ឃឹមចង់រត់របស់ស៊ីលវ៉ាលាយសាបសូន្យអស់លីងបើទោះបីជាអញ្ចឹងក៏ដោយក៏ម៉ាស់អត់ធ្វើឲ្យស៊ីលវ៉ាទៀតនោះទេដោយម៉ាស់ចង់ឲ្យគ្រប់គ្នាបញ្ចប់រឿងត្រឹមតែប៉ុណ្ណឹងពីព្រោះម៉ាស់មានអារម្មណ៍ថាមើលទៅកាន់ស៊ីលវ៉ាទៅគួរអាណិតខ្លាំងពេកបន្ទាប់មកម៉ាស់ក៏បានងាកកមកខ្វាច់វិលឡើងមកជុំត្រឡប់ទៅមើលឡូរ៉ែនវិញឃើញអញ្ចឹងនាងក៏ចាប់ផ្ដើមភ័យដោយមិននឹកស្មានថាស៊ីលវ៉ាចាញ់ម៉ាស់អញ្ចឹងសោះបន្ទាប់ពីកិនរួចឡូរ៉ែនក៏ចាប់ផ្ដើមប្រើល្បិចចុងស្រល់ទៀតហើយដោយនាងបានធ្វើពុតជាយំយ៉ែកសម្រក់ទឹកភ្នែកឲ្យគេអាណិតដល់ពេលឃើញអញ្ចឹងម៉ាស់ក៏បានដើរទៅជិតឡូរ៉ែនហើយអោបនាងពីក្រោយថ្នម
អាយ៉ាអាប៉ែសោបសិតនេះចាញ់ល្បិចស្រីស្អាតទៀតហ្នឹងពេលហ្នឹងម៉ាស់មិនអោបលួងលោមឡូរ៉ែនអីណាគឺម៉ាស់អោបស្រីស្អាតឡូរ៉ែនបោកទៅក្រោយឡើងជ្រុញកលៀនភ្នែកប៉ុណ្ណាណីឲ្យឡាប់ចឹងចោះបកាយដើរបោកប្រុសពេកឥឡូវត្រូវម៉ាស់បោកវិញឲ្យស្គាល់រសជាតិនឹងម្ដងក្រោយពីហ្នឹងម៉ាស់ក៏បានជួបជាមួយនឹងក្រោន Fin ហើយនឹង Lemon វិញដោយពួកគេបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងដោយដឹងថាម៉ាស់ហ្នឹងបានវាយសិស្សឆ្នាំទី2 Silva ជាពិសេសបានកំចាត់ស្ដេចខ្ចាមរៃយៈមួយទៀតដែលវាមានតម្លៃស្មើនឹងកាក់ប្រាក់មួយដោយនេះម៉ាស់គឺទទួលបានកាក់ប្រាក់2បន្ថែមទៀតហើយពេលនោះ Lemon ក៏បានដើរទៅសួរនាំដតផងដែរក៏ដោយសារតែនាងហ្នឹងឃើញដតត្រូវរបួសតែពេលដែលដតឃើញអញ្ចឹងវាបានធ្វើឲ្យការៈចាញ់ស្នេហ៍របស់ដតហ្នឹងរើទៀតនិយាយទៅប្រកាច់ប្រកិនកវីពេញហ្នឹងឡើង Lemon ឃើញហើយឡើងភ័យហ្មងបន្ទាប់មកដតក៏បានមកសុំទោសម៉ាស់ដែលគាត់បានធ្វើឲ្យម៉ាស់ពាក់ព័ន្ធជាមួយរឿងទាំងឡាយមុននេះរួចដតក៏បានអរគុណម៉ាស់ផងដែរដែលបានជួយគាត់ក៏ប៉ុន្តែម៉ាស់ក៏បានតបទៅវិញថាវាត្រូវតែអរគុណគាត់ចឹងហើយពីព្រោះគាត់អត់អន់ដោយប៉ែដតហ្នឹងទេពេលឮអញ្ចឹងដតឡើងកៀងហ្មងហើយមូម៉ៅជាមួយនឹងម៉ាស់ខ្លាំងមែនតើពីព្រោះគាត់ខំនិយាយសូលបួលជាមួយម៉ាស់តែម៉ាស់បែរជាមកនិយាយប្រអាប់គាត់ទៅវិញកំពុងតែឌឺដងខំថ្មិញដាក់គ្នាហ្នឹងក្រោនក៏បានប្រាប់ដំណឹងអាក្រក់មួយទៅកាន់ម៉ាស់ដោយមុននេះគាត់បានឮដំណឹងមួយមកថាសិស្សដែលនៅក្នុងក្រុមលេងបច្ឆកាយចចកកំពុងតែតាមប្រមាញ់កាក់ពីក្រុមសិស្សដែលនៅក្នុងក្រុម Adler ប៉ន្ត្រីដូចជាពួកគេទាំង5នាក់ហ្នឹងដោយហេតុនេះទើបបានជាមានអាប៉ែស៊ីលវ៉ាដែលតាមមករករឿងម៉ាស់ហ្នឹងឯងព្រោះពួកគេបានកំណត់គោលដៅមកលើម៉ាស់ដោយសារតែម៉ាស់ហ្នឹងមានកាក់ច្រើនជាងគេក្រោនក៏បានបញ្យល់បន្ថែមទៀតថាពួកសិស្សដែលនៅក្នុងក្រុមលេងបច្ឆកាយចចកហ្នឹងគឺមានខ្សែធំណាស់ដោយក្រុមសិស្សទាំងអស់ហ្នឹងមានក្រុមអិសរាជជនដែលគេហៅថា Megia Lumpus នៅពីក្រោយខ្នងហើយអ្នកដែលធ្វើការនៅ Megia Lumpus នឹងដែរសិតតែជាអ្នកមកពីក្រុមលេងទាំងអស់និយាយទៅក្រសួងវេទមន្តបង្កើតពួកអិសរាជជន Megia Lumpus នឹងឡើងដើម្បីកាងសិស្សដែលនៅក្នុងក្រុមលេងបច្ឆកាយចចកនឹងឯងហើយក្រោនក៏បានបញ្ជាក់ថាមិនយូរមិនឆាប់ទេសង្គ្រាមវាយគ្នាដដើមកាក់នឹងមកដល់នៅពេលឆាប់នេះស្របពេលនោះដែរកាក់ប្រាក់របស់ម៉ាស់ទាំង5ចំណែកហ្នឹងបានរួមបញ្ចូលគ្នាបង្កើតបានទៅជាកាក់មាសមួយដែលយើងមើលទៅគឺវាចែងចាំងស្រស់ស្អាតខ្លាំងមែនតែនបន្ទាប់មកម៉ាស់ក៏បាននិយាយថាតាំងពីដើមឡើយក៏រត់ដែរដឹងសោះថាគេបំបែកគ្នាឲ្យនៅតាមក្រុមអញ្ចឹងឯក្រោនក៏បានប្រាប់ទៅកាន់ម៉ាស់វិញថាការពិតទៅគេបំបែកតាំងពីដើមមកក៏តែម៉ាស់ហ្នឹងអត់ចាប់អារម្មណ៍រួច Fin ក៏បានរំលឹករឿងកាលពីដំបូងដែលធ្វើឲ្យម៉ាស់ហ្នឹងនឹកឃើញដោយកាលហ្នឹងមុននឹងពួកគេចូលរៀនអ្នកគ្រូបានហៅសិស្សទាំងអស់គ្នាឲ្យមកជុំគ្នាបន្ទាប់មកក៏បានប្រើឆ្អឹងសេះដោះស្នែងវេទមន្តមួយដែលមានសមត្ថភាពអានចិត្តគំនិតសិស្សទាំងអស់គ្នាហ្នឹងដើម្បីឲ្យមានភាពងាយស្រួលក្នុងការបែងចែកលក្ខណៈសម្បត្តិរបស់ពួកគេទៅតាមក្រុមនីមួយៗមិនយូរប៉ុន្មានក៏ដល់វេនម៉ាស់ហើយយើងក៏បានឃើញថាអាសេះមួយហ្នឹងអត់អាចអានចិត្តរបស់ម៉ាស់ឃើញនោះទេនិយាយទៅឲ្យតែព្យាយាមអានចិត្តម៉ាស់ពេលណាឃើញតែម៉ាស់ដេកលើកំណរនំ cream puff ដោយសារតែគាត់ចូលចិត្តអានំ cream puff នឹងខ្លាំងហ៎ដោយមិនដឹងធ្វើម៉េចអាចឆ្អឹងសេះដោះស្នែងហ្នឹងក៏បានចាត់ឲ្យម៉ាស់ហ្នឹងនៅក្នុងក្រុម Adler ប៉អន្ត្រីហ្នឹងឯងបន្ទាប់មកក្រោនក៏បានប្រាប់ម៉ាស់ឲ្យប្រយ័ត្នបន្តិចដោយឲ្យម៉ាស់ហ្នឹងកិច្ចពីពួកក្រុមសិស្សដែលនៅក្រុមលេងបច្ឆកាយចចកហ្នឹងប្រយ័ត្នគេទៅដើមកាក់គាត់អស់កាត់មកដល់ថ្ងៃបន្ទាប់ម៉ាស់កំពុងតែដើររកថ្នាក់រៀនបន្ទាប់របស់គាត់ពេលចឡើងហ្នឹងម៉ាស់ក៏បានឃើញទ្វារមួយហើយគាត់ក៏គិតថាប្រហែលជាហ្នឹងជាថ្នាក់របស់គាត់ហើយដោយយើងដឹងស្រាប់ហើយម៉ាស់ហ្នឹងលាក់ឆុងជាមួយនឹងទ្វារហ្មងនិយាយទៅភ្លេចរហូតថាទ្វារហ្នឹងគេចូលវាមិនដោយមិនដឹងថាទ្វារហ្នឹងត្រូវទាញឬក៏ហុញម៉ាស់ក៏បានឆរេរនៅមុខហ្នឹងទៅនៅក្នុងបន្ទប់ហ្នឹងដែរយើងក៏បានឃើញថា Silva កំពុងតែសុំអង្វរ Abel Worker ដែលជាមេអិសរាជជនដែលគេហៅថា Megia Lumpus ហ្នឹងឯងដោយ Silva បានសុំឲ្យ Abel ហ្នឹងលើកលែងទោសឲ្យគាត់ដែលគាត់ហ្នឹងធ្វើការបរាជ័យហើយថែមទាំងធ្វើឲ្យបាត់បង់កាក់ប្រាក់មួយថែមទៀតហើយពេលហ្នឹងយើងក៏បានដឹងមូលហេតុដែល Silva ហ្នឹងធ្វើការឲ្យពួកហ្នឹងដោយ Silva ហ្នឹងគឺចង់ចូលរួមជាសមាជិករបស់ពួកគេដែរពេលនោះមានសមាជិករបស់ពួកគេម្នាក់ដែលមានឈ្មោះថា Word បានជួយនិយាយឲ្យ Abel ហ្នឹងលើកលែងទោសឲ្យ Silva ក៏ប៉ុន្តែវាមិនបានផលនោះទេដោយ Abel បានលើកឡើងថាគ្រប់សមាជិក Legia Lumpus ទាំងអស់ខិតខំប្រមូលកាក់ដើម្បីបង្កើតពិភពលោកមួយដ៏ល្អឥតខ្ចោះគ្មានភាពល្អក់កកដោយហេតុនេះវាគ្មានឱកាសនោះទេសម្រាប់មនុស្សបរាជ័យហើយពួកបរាជ័យទាំងអស់នោះមិនស័ក្តិសមឲ្យព្រោះរៀនមានជីវិតនៅលើពិភពលោកនេះឡើយបន្ទាប់មក Abel ក៏បានប្រើវេទមន្តដ៏ខ្លាំងក្លារបស់គាត់នឹងប្រែរូបរាងកាយ Silva ឲ្យទៅជាតុក្កតាយ៉ងរបស់គាត់រួច Abel ក៏បាននិយាយថាអ្នកដែលស័ក្តិសមធ្វើជា Divine Visionary ជាងគេគឺជាគាត់នឹងឯងបន្ថែមទៀត Abel ក៏បានឲ្យយើងដឹងថាគាត់គឺពិតជាស្អប់ក្រុមសិស្សដែលមកពីក្រុម Adler ប៉អន្ត្រីនឹងខ្លាំងណាស់ហើយគាត់ក៏បានយកដៃអង្អែលមកកូនតុក្កតាសំណប់ចិត្តរបស់គាត់ហើយថែមទាំងហៅវាជាម្ដាយរបស់គាត់ថែមទៀតភ្លាមនោះក៏ស្រាប់តែឮសំឡេងបាក់ទ្វារផាំងហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមហ្នឹង
អូខេហ្នឹងហើយយើងឃើញថាម៉ាស់របស់យើងហ្នឹងគឺបានបំបាក់ទ្វារចូលមកក្នុងបន្ទប់ហ្នឹងតែម្ដងចាំមើលថាវាមានរឿងអីកើតឡើងនៅអេពីសូតក្រោយទៀតបើសិនបើជាអ្នកនរគ្នាចូលចិត្តការសម្រាយរបស់ admin សូមអ្នកនរគ្នាជួយចុច subscribe ក៏ដូចជាបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូក្រោយៗដែល admin upload ជាបន្តបន្ទាប់ទៀតអូខេជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមព្រះអង្គប្រទានពរ